សូមចម្រើនពរបងប្អូនពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសទាំងអស់ថ្ងៃនេះគឺជាថ្ងៃទី6ខែកុម្ភៈឆ្នាំ2023ហើយថ្ងៃនេះទៀតដែរក្រុមការងារសមាគមរាជសីដែលដឹកនាំដោយបងគ្រូយិនចន្ទធាបេក្ខាធិការវត្តថ្មក្រែហើយនិងបងគ្រូឆេនច័ន្ទសិដ្ឋាបេក្ខាធិការវត្តក្បាលជួរលើរួមនឹងបងគ្រូវត្តវិចារធិការវត្តកំពង់កបីហើយនិងបងគ្រូចារធិការវត្តអាចេនរួមនឹងក្រុមការងារហើយនិងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីជាមួយនឹងសប្បុរសធម៌សមាគមរាជសីចូលរួមចែកនៅសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៅដល់លោកតានៅដែលរស់នៅក្នុងភូមិកំភ្លុកឧបសម្ព័ន្ធភូមិចេនឃុំកំពង់ចាមស្រុកសម្បូរខេត្តកោះចេះដែលគាត់មានវ័យចាស់ជរាហើយគាត់ក៏មានជំងឺប្រចាំកាយផងដែរក្នុងនោះដែរព្រះអង្គគ្រូបានចូលរួមហើយរួមចំណែកជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមហើយនឹងបងប្អូនពុទ្ធបរិស័ទនៅក្នុងភូមិនឹងផងដែរបាននាំយកនៅគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីចែកជូនរួមនឹងបច្ច័យ4ផងដែរដើម្បីជួយសម្រាលទុក្ខទៅដល់លោកតានៅដែលកំពុងតែមានជំងឺប្រចាំកាយផងនេះទៀតដែរហ្នឹងយើងមើលឃើញថាជាក់ស្ដែងគឺគាត់មានវ័យរៀងចាស់ជរាហើយមានជំងឺប្រចាំកាយផងដែរហើយក៏គ្មានគេហៅថាគ្មានចម្រោកមានន័យថាមិនទាន់មានផ្ទះសម្បែងនៅឲ្យបានសមរម្យផងដែរគឺមានការខ្វះខាតអញ្ចឹងហើយបងប្អូនជាពលរដ្ឋក៏ដូចជាកូនចៅរបស់គាត់ហ្នឹងក៏ជួបការលំបាកដែរហើយក៏បានធ្វើរោងតូបមួយនឹងយើងមើលកន្លែងដែលគាត់រស់នៅជាក់ស្ដែងគឺមានរោងមួយប្រក់តង់ហើយនឹងដាក់ធ្វើអំពីឈើក្តារយកមកដាក់ក្រាលហ្នឹងដើម្បីឲ្យបាននៅជាបដាសន្នយើងមើលទៅឃើញថាជីវភាពរបស់គាត់គឺលំបាកហេតុនេះហើយបានព្រះអង្គគ្រូចូលរួមជាមួយនឹងក្រុមការងារសមាគមរាជសីរួមនឹងបងប្អូនក្រុមការងារទាំងអស់បានចូលរួមចំណែកយ៉ាងសកម្មដើម្បីចូលរួមជួយទៅដល់ចាស់ជរាក៏ដូចជាគ្មានទីពឹងហើយបើសិនតែបងប្អូនញាតិញោមដែលចង់ចូលរួមជាមួយនឹងក្រុមការងារសមាគមរាជសីគឺព្រះអង្គគ្រូតែងតែជួយនេះមិនមែនជាលើកទី1ទេជាច្រើនលើកច្រើនសារហើយក៏សម្រាប់ឃុំកំពង់ចាមគឺមានដល់ទៅ3លើកសាទេខ្លាំងណាស់មានបន្តទៀតដើម្បីចូលរួមចំណែកនៅក្នុងការងារទាំងអស់នឹងអញ្ចឹងហើយសូមញញចូលរួមទាំងអស់គ្នាបង